ជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណដែលបានចូលរួមស្ដាប់ថ្ងៃនេះខ្ញុំឈ្មោះម៉ាថាយហើយខ្ញុំមានអំណរជាខ្លាំងដែលយើងបានឱកាសជួបគ្នាម្ដងទៀតដើម្បីរៀនពីព្រះគម្ពីរបរិសុទ្ធហើយថ្ងៃនេះយើងនឹងរៀនបន្តក្នុងដំណឹងល្អតាមលោកម៉ាកុសអំពីដំណើរជីវិតរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទតើបងប្អូនណាចាំពីដើមកំណើតរបស់ដំណឹងល្អនេះទេយើងបានរៀនហើយអំពីទូតរបស់ព្រះអង្គសូរសំឡេងរបស់មនុស្សម្នាក់នៅទីរហោស្ថានដែលកំពុងរៀបចំផ្លូវដើម្បីទទួលព្រះអម្ចាស់ហើយយើងបានឃើញក្នុងព្រះគម្ពីរថាព្រះជាម្ចាស់បានរៀបចំផ្លូវដើម្បីព្រះអង្គសង្គ្រោះសម្រាប់ព្រះយេស៊ូវគ្រីស្ទនោះជាច្រើនយ៉ាងហើយតាមពីកំណើតលោកីម៉ាពេលមនុស្សបានធ្វើអំពើបាបទី1អំពើបាបដំបូងព្រះបានប្រាប់គេថានឹងមានព្រះអង្គសង្គ្រោះដែលនឹងមកដើម្បីជួយឲ្យគេបានរកពីកំណាប់ដៃរបស់អរិយសតាំងឲ្យរកពីអំណាចរបស់អំពើបាបហើយក្រោយមកព្រះអង្គបានចាក់ហោរាជាច្រើនអ្នកដើម្បីប្រកាសប្រាប់អំពីព្រះអង្គសង្គ្រោះដែលត្រូវមកដើម្បីប្រកាសប្រាប់ពីព្រះបន្ទូលរបស់ព្រះអង្គហើយក្រោយមកពេលព្រះយេស៊ូវហៀបនឹងចាប់ផ្ដើមបេសកកម្មរបស់ព្រះអង្គព្រះជាម្ចាស់បានចាត់ទូតពិសេសហៅយ៉ូហានហើយជួនកាលគេហៅយ៉ូហានបាទីសដោយពាក្យបាទីសនឹងក្នុងភាសាព្រះគម្ពីរមានន័យថាអ្នកជ្រមុជទឹកឲ្យពីព្រោះគាត់ធ្លាប់ធ្វើអញ្ចឹងលោកយ៉ូហាននោះគាត់ប្រកាសប្រាប់អំពីការប្រែចិត្តពីអំពើបាបឲ្យមនុស្សរៀបចំចិត្តដើម្បីទទួលព្រះអង្គសង្គ្រោះហើយសម្រាប់អ្នកណាដែលគេទទួលពាក្យរបស់លោកដែលគេជឿដែលគេប្រែចិត្តពីអំពើបាបគេបានទទួលការជ្រមុជទឹកពីលោកយ៉ូហាននោះដើម្បីបង្ហាញពីទឹកចិត្តរបស់គាត់ដែលចង់ទទួលព្រះអង្គសង្គ្រោះនោះជាងមនុស្សជាច្រើនជាពិសេសមនុស្សធម្មតាបានទៅដើម្បីស្ដាប់លោកហើយបានជឿតាមសូម្បីតែព្រះយេស៊ូវព្រះអង្គបានចាប់ផ្ដើមក្នុងបេសកកម្មរបស់ព្រះអង្គទ្រង់បានមកជួបលោកយ៉ូហានបានទទួលការជ្រមុជទឹកពីគាត់ដែរកាលនោះលោកយ៉ូហានបានធ្វើជាទីបន្ទាល់ថាព្រះជាម្ចាស់ព្រះវរបិតាទ្រង់បានចេញសូរសំឡេងរបស់ព្រះអង្គពីលើមេឃថាព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះអង្គហើយព្រះវិញ្ញាណបរិសុទ្ធបានចុះដែលមានរូបដូចជាសាក់ព្រាបបានសន្ធិដ្ឋលើព្រះយេស៊ូវចឹងលោកយ៉ូហាននោះយ៉ូហានបាទីសនោះគាត់ជាមនុស្សដែលពូកែជាមនុស្សសុចរិតមនុស្សបរិសុទ្ធសូម្បីតែព្រះយេស៊ូវព្រះអង្គថាលោកយ៉ូហាននោះជាមនុស្សធំមែនតើប៉ុន្តែយើងនឹងឃើញទោះបីគាត់ជាមនុស្សល្អជាមនុស្សសុចរិតជាអ្នកជឿជាមនុស្សស្មោះត្រង់ក៏ដោយជីវិតរបស់គាត់មិនស្រួលទេឡើយយើងអានក្នុងម៉ាកុសចំពុក6ខ14ដំណឹងនោះក៏លើដល់ស្ដេចហេរ៉ូតត្បិតព្រះនាមទ្រង់កាន់តែល្បីសុសសាយទៅហើយស្ដេចមានបន្ទូលថាច្បាស់ជាយ៉ូហានបាទីសបានរស់ពីស្លាប់ឡើងវិញហើយបានជាមានការរបារមីសម្ដែងមកដោយសារគាត់ដូចណាស់តែអ្នកខ្លះថាជាអេលីយ៉ាខ្លះទៀតថាជាហោរាឬដូចជាហោរាណាមួយប៉ុន្តែការស្ដេចហេរ៉ូតបានលើនោះទ្រង់មានបន្ទូលថានោះគឺជាយ៉ូហានដែលយើងបានកាក់ក្បាលទេគាត់បានរស់ពីស្លាប់ឡើងវិញហើយត្បិតគឺស្ដេចហេរ៉ូតនេះឯងដែលបានប្រើគេទៅចាប់ចងលោកយ៉ូហានដាក់គុកដោយព្រោះហេរ៉ូឌាជាភរិយារបស់ភីលីបអនុទ្រង់ព្រោះស្ដេចបានយកនាងនោះមកធ្វើជាភរិយារបស់ខ្លួនវិញហើយលោកយ៉ូហានបានទូទាស់ថាទ្រង់គ្មានច្បាប់នឹងយកភរិយារបស់អនុទ្រង់ទេឯនាងហេរ៉ូឌាក៏ចង់គំនុំចង់សម្លាប់លោកតែមិនបានឱកាសសោះព្រោះស្ដេចហេរ៉ូតកោតខ្លាចលោកយ៉ូហានដែលជ្រាបថាលោកជាមនុស្សសុចរិតហើយបរិសុទ្ធទ្រង់ក៏ការពារទុកវិញ
កាលទ្រង់បានស្ដាប់លោកនោះក៏មានព្រះទ័យរារែកជាខ្លាំងប៉ុន្តែបានស្ដាប់លោកដោយអំណរលុះថ្ងៃមួយជាថ្ងៃមានឱកាសស្រួលគឺថ្ងៃចម្រើនព្រះជន្មស្ដេចហេរ៉ូតកាលទ្រង់រៀបជួបលៀងពួកមន្ត្រីពួកមេទ័ពធំនិងពួកអ្នកមកអ្នកការនៅស្រុកកាលីលេនោះកូនស្រីរបស់ហេរ៉ូឌាបានចូលមករាំជាទីនាំឲ្យគាត់ប្រតិយដល់ស្ដេចហេរ៉ូតនិងពួកភ្ញៀវណាស់ទ្រង់ក៏មានបន្ទូលថារបស់អ្វីដែលនាងចង់បានចូលសុំពីយើងចុះយើងនឹងឲ្យទ្រង់ក៏ស្បក់នឹងនាងទៀតថារបស់អ្វីក៏ដោយដែលនាងសុំនោះយើងនឹងឲ្យដោយពិតទោះបើដល់នគរមួយចំហៀងផងនាងក៏ចេញទៅសួរមាតាថាតើត្រូវឲ្យខ្ញុំម្ចាស់សុំអ្វីមាតាឆ្លើយថាឲ្យសុំក្បាលយូហានបាទីសវិញរួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្ដេចភ្លាមទូលថាខ្ញុំម្ចាស់ចង់បានក្បាលយូហានបាទីសដាក់លើថាសមកឥឡូវនេះពាក្យនោះជាហេតុនាំឲ្យស្ដេចមានព្រះទ័យព្រួយខ្លាំងណាស់តែដោយព្រោះសម្បត្តិរបស់ទ្រង់ហើយនឹងពួកភ្ញៀវបានជាទ្រង់មិនប្រកែកឡើយទ្រង់ចាត់ពេជ្ឈឃាតម្នាក់ទៅភ្លាមដោយបង្គាប់ឲ្យទៅយកក្បាលលោកមកអ្នកនោះក៏ទៅកាក់ក្បាលលោកនៅក្នុងគុកដាក់លើថាសមកជូននាងក៏ថ្វាយដល់មាតាកាលពួកសិស្សរបស់លោកបានលើនោះគេមកយកសពលោកទៅបញ្ចុះក្នុងភ្នូទៅចឹងមុនដែលយើងរៀនក្នុងរឿងនេះសូមបញ្យល់បន្តិចក្នុងចំនួននោះប្រទេសអ៊ីស្រាអែលជាប្រទេសដែលព្រះយេស៊ូវនៅជាប្រទេសដែលយូហានបាទីសនៅគឺនៅក្រោមអាណានិគមរបស់ចក្រភពរ៉ូមប៉ុន្តែគេនៅតែមានស្ដេចដែលនៅក្រោមការគ្រប់គ្រងរបស់ពួករ៉ូមនោះហើយស្ដេចនោះឈ្មោះហេរ៉ូតហើយស្ដេចមានប្អូនប្រុសម្នាក់អនុជរបស់ទ្រង់ឈ្មោះភីលីបដែលទ្រង់ធ្វើជាស្ដេចដែរនៅក្នុងខេត្តនៅជិតប្រទេសអ៊ីស្រាអែលនោះដែរអញ្ចឹងស្ដេចទាំងពីរហ្នឹងគាត់មានទ្រព្យសម្បត្តិមានអំណាចប៉ុន្តែទោះបើទ្រង់មានទ្រព្យសម្បត្តិរបស់លោកីមានយសមានស័ក្តិគេមិនមែនជាមនុស្សល្អទេហើយមនុស្សខ្លះគេស្មានថាមនុស្សដែលគេមានអំណាចដែលមានស័ក្តិអញ្ចឹងជាមនុស្សល្អប៉ុន្តែឃើញក្នុងរឿងនេះនោះមិនប៉ាត់បានទីមួយឃើញថាមានរឿងគួរខ្មាស់នៅក្នុងគ្រួសារនេះជារឿងស្មានការហេរ៉ូតទ្រង់បានលះភរិយាដើមរបស់ទ្រង់ដើម្បីយកភរិយារបស់អនុជខ្លួនប្អូនប្រុសខ្លួនបានយកភរិយារបស់ភីលីបនោះដើម្បីធ្វើជាភរិយារបស់ខ្លួនវិញហើយនាងឈ្មោះហេរ៉ូឌាអំពើនេះខុសពីច្បាប់របស់សាសនារបស់គេខុសពីច្បាប់របស់រដ្ឋហើយខុសពីធម្មជាតិទៀតប៉ុន្តែមនុស្សធំគេគិតថាគេអាចរំលងច្បាប់គេអាចបំពានច្បាប់បានអត់អីទេហើយជួនកាលមើលទៅវាអញ្ចឹងមែនគេអត់អីទេគេធ្វើតាមចិត្តប៉ុន្តែលោកយូហានមិនព្រមបាត់មាត់ដូចគេផ្សេងទៀតទេគាត់ធ្លាប់ប្រាប់គេផ្សេងទៀតអំពីអំពើបាបរបស់គេយ៉ាងត្រង់យ៉ាងចំលោកបានប្រាប់ពួកទាហានពួកអ្នកយកពន្ធពួកស្រីខូចមនុស្សទូទៅអំពីអំពើបាបរបស់គេយ៉ាងចំអញ្ចឹងគាត់មិនរើសមុខទេពេលស្ដេចខុសគឺលោកយូហានបានប្រាប់ស្ដេចថាខុសមែនថាស្ដេចគ្មានច្បាប់យកភរិយារបស់ប្អូនចឹងទេថាស្ដេចហេរ៉ូតត្រូវប្រែចិត្តដូចគេដែរមនុស្សទាំងអស់ទោះបីធំឬតូចក៏ដោយជាមនុស្សមានបាបដែលត្រូវតែប្រែចិត្តពីអំពើបាបនោះប៉ុន្តែស្ដេចហេរ៉ូតមិនចង់ប្រែចិត្តទេមិនចង់លះចោលអំពើបាបរបស់ទ្រង់ទេដូច្នេះទ្រង់បានចាក់គេទៅចាប់លោកយូហានចងគាត់ដាក់ក្នុងគុកវិញហើយយើងឃើញក្នុងរឿងនេះហេរ៉ូឌាជាភរិយារបស់ហេរ៉ូតនោះរបស់ស្ដេចនោះ
នាងស្អប់លោកយ៉ូហានយ៉ាងខ្លាំងមែនទែនចង់សម្លាប់លោកភ្លាមគឺនាងស្អប់អ្នកណាដែលហ៊ានបន្ទោសនាងអំពីអំពើបាបរបស់ខ្លួនប៉ុន្តែហេរ៉ុតមិនមែនដូចនេះទេទ្រង់ទៅជាមានចិត្តពីរណាមួយហេរ៉ុតក៏ស្អប់លោកយ៉ូហានដែរពីព្រោះយ៉ូហានបានបន្ទោសស្ដេចយ៉ាងត្រង់ចឹងដូច្នេះហេរ៉ុតបានចាប់ចងដាក់គុកអញ្ចឹងហេរ៉ុតមិនព្រមលះចោលអំពើបាបដូច្នេះពេលស្ដាប់ពាក្យរបស់លោកយ៉ូហានទ្រង់មានព្រះទ័យរារែកអញ្ចឹងប៉ុន្តែយ៉ាងណាមិញហេរ៉ុតក៏កោតខ្លាចដល់យ៉ូហានដែរពីព្រោះស្ដេចដឹងថាយ៉ូហានត្រូវហើយខ្លួនខុសเมื่อទ្រង់មានអារម្មណ៍ក្នុងចិត្តថាជាប់ទោសហើយទ្រង់ដឹងថាលោកយ៉ូហានជាមនុស្សស្មោះត្រង់ជាមនុស្សដែលសុចរិតមែនជាមនុស្សបរិសុទ្ធហើយស្ដេចដូចជាមានអារម្មណ៍មួយថាខ្លួនគួរធ្វើយ៉ាងសុចរិតដែរដូច្នេះទ្រង់ចូលចិត្តស្ដាប់ពាក្យរបស់លោកយ៉ូហានក្នុងព្រះគម្ពីរថាដោយអំណរទោះបីស្ដេចមិនចង់លះចោលអំពើបាបមិនចង់ស្ដាប់តាមមិនចង់ធ្វើតាមស្ដេចចូលចិត្តស្ដាប់ខ្ញុំធ្លាប់ស្គាល់មនុស្សដូចនេះដែរគេជាមនុស្សមានបាបគេមិនចង់ប្រែចិត្តមិនចង់លះចោលអំពើបាបរបស់គេប៉ុន្តែគេចូលចិត្តនិយាយអំពីសាសនាចូលចិត្តស្ដាប់ធម៌សាសនាពីព្រោះគេមានអារម្មណ៍ថាគេមិនសូវអាក្រក់ប្រមាណទេគេគិតថាមិនហើយខ្ញុំមិនសូវល្អមិនសូវបរិសុទ្ធទេប៉ុន្តែយ៉ាងហោចណាស់ខ្ញុំចូលចិត្តស្ដាប់ធម៌ខ្ញុំមិនអាក្រក់ពេកទេដូច្នេះស្ដេចហេរ៉ុតក៏ការពារលោកយ៉ូហានអត់ឲ្យភរិយាសម្លាប់គាត់ភ្លាមទេប៉ុន្តែចូលចេះសំណេះសំណាលជាមួយលោកយ៉ូហាននោះដែរប៉ុន្តែយ៉ាងណាក៏ដោយស្ដេចនៅតែមិនចុះចូលនឹងព្រះបន្ទូលរបស់ព្រះអង្គមិនប្រែចិត្តមិនស្ដាប់បង្គាប់ទេវាមិនបានជួយស្ដេចសោះមិនធ្វើឲ្យស្ដេចទៅជាល្អទេដូចជាក្នុងយ៉ាកុបជំពូក1ខ8ឃើញថាអ្នកនោះដែលមានចិត្តពីរចេះតែសាវ៉ាក្នុងគ្រប់ទាំងផ្លូវអញ្ចឹងស្ដេចហេរ៉ុតនោះគាត់ទៅជាស្ដេចស្ទើរមានចិត្តពីរជាប់ក្នុងអំពើបាបនៅឡើយដូចជាឃើញថាហេរ៉ុតគាត់មានចិត្តពីរប៉ុន្តែភរិយារបស់ស្ដេចហេរ៉ូឌាសចង់គំនុំហើយមានថ្ងៃមួយដែលនាងបានឱកាសស្រួលដើម្បីចាប់លោកយ៉ូហាននឹងហើយនាងបានប្រើកូនស្រីរបស់ខ្លួនក្នុងល្បិចនោះហេរ៉ុតគាត់ជួបលៀងជាថ្ងៃចម្រើនប្រជជនរបស់ស្ដេចដូច្នេះអ្នកបម្រើរបស់ទ្រង់មន្ត្រីផ្សេងក្នុងស្រុកកាឡាលេនោះបានចូលរួមទាំងអស់គ្នាចឹងពេលគេបានផឹកស៊ីបានសប្បាយហើយកូនស្រីរបស់ហេរ៉ូឌាសនឹងបានចូលមករំឲ្យគេមើលហើយហេរ៉ុតគាត់សប្ប្រតិមែនតែននឹងការរំរបស់នាងដូច្នេះទ្រង់បានស្បក់ថាអ្វីដែលនាងសូមទ្រង់នឹងឲ្យរហូតដល់នគររបស់ទ្រង់មួយចំហៀងเมื่อស្រាហើយនឹងស្រីធ្វើឲ្យមនុស្សធ្វើអ្វីដែលឈួតធ្វើឲ្យនិយាយអ្វីដែលឈួតមែនទែនដូចជាហេរ៉ុតក្នុងរឿងនេះដែរប៉ុន្តែនេះហើយជាការល្បិចរបស់នាងហេរ៉ូឌាសជាភរិយារបស់ហេរ៉ុតដូច្នេះនាងឲ្យកូនស្រីសូមក្បាលរបស់យ៉ូហានបាទីហើយហេរ៉ុតមានអារម្មណ៍ថាអត់មានជំរើសទេទ្រង់បានសបត់នឹងឲ្យនាងអ្វីក៏ដោយនៅមុខភ្ញៀវរបស់ទ្រង់ទាំងអស់គ្នាឥឡូវនាងមកសូមក្បាលរបស់លោកយ៉ូហាននៅមុខភ្ញៀវទាំងអស់នោះដែរអញ្ចឹងហេរ៉ុតព្រួយប្រតិយយ៉ាងខ្លាំងណាស់ប៉ុន្តែមិនព្រមខ្មាស់គេដូច្នេះហេរ៉ុតប្រើពេជ្ឈឃាតអ្នកបម្រើរបស់ទ្រង់ដើម្បីទៅកាក់ក្បាលរបស់លោកយ៉ូហាននៅក្នុងគុកនោះយកក្បាលនោះមកដូច្នេះក្បាលរបស់លោកយ៉ូហានជាទូករបស់ព្រះអង្គម្ចាស់បានជូនទៅនាងហេរ៉ូឌាសនោះនៅលើថាសមួយហើយក្រោយមកសិស្សរបស់លោកយ៉ូហាន
គេបានយកសក់របស់លោកបានបញ្ចុះក្នុងភ្នូទាំងសោកស្ដាយយ៉ាងខ្លាំងមែនទែនចំពោះគ្រូរបស់គេជូរចោតមែនទែនសម្រាប់លោកយ៉ូហានជាអ្នកដែលបានបម្រើព្រះជាម្ចាស់អស់មួយជីវិតហើយសូម្បីតែខ្មាំងសត្រូវរបស់លោកយ៉ូហានដឹងថាលោកជាមនុស្សល្អជាមនុស្សស្មោះត្រង់ប៉ុន្តែទីបំផុតគាត់បានស្លាប់ទៅនៅក្នុងគុកត្រូវគេកាក់ក្បាលហើយខ្មាំងសត្រូវរបស់លោកបានយកក្បាលរបស់លោកជាអនុស្សាវរីយ៍រឿងនេះស្ដាប់ទៅដូចជាអត់យុត្តិធម៌ទេចឹងតែយើងគួរយល់យ៉ាងម៉េចអំពីមរណភាពរបស់លោកយ៉ូហានបាទីសនោះជាពិសេសខ្ញុំចង់ឲ្យបងប្អូនបានយល់អំពីការបៀតបៀនដូចក្នុងព្រះគម្ពីរក្នុងធីម៉ូថេទី2ជំពូក3ខ12ថាaiអស់អ្នកណាដែលចង់រស់ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវនោះនឹងត្រូវមានសេរីបៀតបៀនដែរចឹងការបៀតបៀនជាបញ្ហាមួយសម្រាប់អស់អ្នកណាដែលចង់ជឿដល់ព្រះយេស៊ូវចង់ដើរតាមព្រះយេស៊ូវដែរដូច្នេះយើងគួរឲ្យយល់ទី1នៅក្នុងព្រះគម្ពីរតើការបៀតបៀនជាអ្វីហើយរឿងនេះអំពីលោកយ៉ូហានបាទីសជួយឲ្យយើងយល់ពីចំណុចនេះទី1ថាការបៀតបៀននៅក្នុងព្រះគម្ពីរមិនមកពីកំហុសរបស់យើងទេខ្ញុំអានក្នុងពេត្រុសទី1ចំពុក2ខ19ទៅខ20ថាត្បិតបើអ្នកណាត្រូវព្រួយលំបាកទាំងរងទុក្ខអត់ហេតុដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះនោះគួរសរសើរហើយបើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាបនោះតើនឹងមានសេរីប្រសើរអ្វីតែបើអ្នកបានប្រព្រឹត្តល្អហើយទ្រាំឲ្យគេធ្វើទុក្ខដែលអត់ទ្រាំវិញនោះទើបជាការដែលគាត់ប្រហារតីនៅចំពោះព្រះមែនជាងឃើញលោកយ៉ូហានមិនជាប់គុកដោយសារកំហុសរបស់លោកឬដោយសារអំពើបាបរបស់លោកទេបើវាអញ្ចឹងរឿងនេះមិនមែនការបៀតបៀនទេជាការយុត្តិធម៌ទោះទៅវិញលោកយ៉ូហានមិនបានធ្វើអីខុសទេលើកលែងតែធ្វើឲ្យស្ដេចខុសចិត្តនឹងគាត់នេះជាពិតលោកយ៉ូហានជាប់គុកដោយសារកំហុសរបស់គេវិញលោកត្រូវគេបៀតបៀនដោយការសុចរិតដូច្នេះបើសិនជាគេធ្វើបាបយើងពីព្រោះយើងបានខឹងគេបានថាឲ្យគេជេរគេតមាត់នឹងគេយើងបោកប្រាស់គេនោះមិនមែនជាការបៀតបៀនទេក្នុងព្រះគម្ពីរប៉ុន្តែបើសិនជាគេធ្វើបាបយើងដោយសារយើងស្មោះត្រង់នឹងព្រះយេស៊ូវយើងមិនព្រមក្បត់ព្រះយេស៊ូវយើងនិយាយការប៉ັດដោយសេរីស្រឡាញ់នោះយើងបានធ្វើតាមគំរូរបស់លោកយ៉ូហានហើយរបស់ព្រះយេស៊ូវដែរហើយយើងមិនបែកអៀងខ្មាស់ពីរឿងបៀតបៀននោះទេចឹងទី1ការបៀតបៀនក្នុងព្រះគម្ពីរមិនមកពីកំហុសរបស់យើងទេហើយទី2លោកីតែងតែបៀតបៀនធ្វើបាបដល់មនុស្សដែលតាមព្រះជាម្ចាស់ពិតមែនលោកីនេះត្រូវបានគ្រប់គ្រងដោយអរិយសតាំងហើយវាសអប់ព្រះជាម្ចាស់យ៉ាងខ្លាំងមែនទែនវានឹងធ្វើបាបទាស់នឹងអស់អ្នកណាដែលបានដើរតាមព្រះអង្គដែរមានមនុស្សជាច្រើនដូចជានាងហេរ៉ូឌីសក្នុងរឿងនេះដែលសអប់មនុស្សដែលធ្វើល្អដែលរស់នៅដោយការសុចរិតដែលមិនគាំទ្រនឹងអំពើបាបរបស់គេចង់តែធ្វើបាបដល់មនុស្សដែលជឿដល់ព្រះជាម្ចាស់ដែលដើរតាមព្រះជាម្ចាស់ហើយនេះទូទៅមានមនុស្សខ្លះស្មានថាអ្នកជឿព្រះយេស៊ូវនៅប្រទេសផ្សេងទៀតមិនដែលត្រូវបៀតបៀនទេប៉ុន្តែនេះមិនពិតមែននៅប្រទេសណាក៏ដោយមនុស្សដែលសម្រេចជឿដល់ព្រះយេស៊ូវហើយដើរតាមព្រះយេស៊ូវនឹងត្រូវគេបៀតបៀននៅអាមេរិកជាស្រុកកំណើតរបស់ខ្ញុំធ្លាប់ត្រូវគេមើងងាយហៅអាយេស៊ូវពីព្រោះខ្ញុំមិនព្រមចូលក្នុងរឿងអាក្រក់របស់គេហើយបានខំផ្សាយនឹងអឲ្យគេហើយខ្ញុំប្រាប់បងប្អូនពីរឿងនេះគ្រាន់តែដើម្បីឲ្យបងប្អូនដឹងថានេះជារឿងទ
ទូទៅទោះជានៅស្រុកខ្មែរនៅអាមេរិកនៅបារាំងនៅប្រទេសណាក៏ដោយដូច្នេះកុំឲ្យយើងភ្ញាក់ផ្អើលឬបាក់ទឹកចិត្តបើសិនជាយើងដើរតាមព្រះអង្គហើយមនុស្សគេមកធ្វើបាបមកបៀតបៀនយើងដោយអត់មានហេតុទេដូចជាព្រះយេស៊ូវបានប្រាប់គេក្នុងយ៉ូហានជំពូក16ខ33ថានៅលោកីយ៍នេះនោះអ្នករាល់គ្នានឹងមានសេរីវេទនាមែនប៉ុន្តែត្រូវសង្ឃឹមឡើងត្បិតខ្ញុំបានឈ្នះលោកីយ៍ហើយដូច្នេះនេះហើយជាចំណុចចុងក្រោយអំពីការបៀតបៀនថាទីបំផុតយើងនឹងឈ្នះលើការបៀតបៀនពីព្រោះព្រះយេស៊ូវបានឈ្នះលោកីយ៍នេះហើយព្រះអង្គនឹងសងសឹកឲ្យយើងហើយដូច្នេះយើងត្រូវទ្រាំទ្រដោយចិត្តអត់ធ្មត់ដើម្បីលើកតម្កើងដល់សេរីល្អរបស់ព្រះជាម្ចាស់ក្នុងម៉ាថាយចំពុក5ខ10ទៅខ12ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ថាមានពរហើយអ្នកណាដែលត្រូវគេបៀតបៀនដែលព្រោះសេចក្តីសុចរិតត្បិតនៅកូរឋានសួគ៌ជារបស់ផងអ្នកទាំងនោះអ្នករាល់គ្នាមានពរក្នុងការដែលគេជេរបៀតបៀនហើយនិយាយបង្ខំគ្រប់ទាំងសេរីអាក្រក់ពីអ្នករាល់គ្នាដែលព្រោះខ្ញុំចូលមានចិត្តអំណរហើយរីករាយជាខ្លាំងចោះត្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯឋានសួគ៌ពីព្រោះគេក៏បានធ្វើទុកដល់ពួកហោរាដែលនៅមុខអ្នករាល់គ្នាបែបដូចនេះដែរមើលលោកយ៉ូហានបាទីសគាត់បានទ្រាំទ្ររហូតដល់ទីមរណភាពគាត់មិនព្រមក្បត់ព្រះជាម្ចាស់គាត់មិនឈប់ដើរតាមព្រះអង្គទេសម្រាប់យើងប្រហែលជាមិនត្រូវទ្រាំរហូតដល់សេចក្តីស្លាប់ទេចូលឲ្យយើងបានទ្រាំទ្រដែលចេះអត់ធ្មត់ក្នុងការបៀតបៀនដែលយើងនឹងជួបប្រទះក្នុងជីវិតនេះដែរដូច្នេះក្នុងរឿងនេះយើងត្រូវយល់ចេះថាព្រះទ្រង់វាយតម្លៃខុសពីកំណត់របស់លោកីយ៍អញ្ចឹងខ្ញុំចង់សួរនៅក្នុងរឿងនេះអ្នកណាធំជាងស្ដេចហេរ៉ុតឬលោកយ៉ូហានលោកីយ៍ថាហេរ៉ុតជាស្ដេចមានអំណាចមានទ្រព្យសម្បត្តិបានធ្វើតាមប្រហារតីរបស់ទ្រង់បានប្រហារជីវិតរបស់ខ្មាំងរបស់ព្រះអង្គទៀតបានកាក់ក្បាលរបស់លោកយ៉ូហានប៉ុន្តែព្រះយេស៊ូវបានប្រាប់គេក្នុងម៉ាថាយជំពូក11ខ11ថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាក្នុងបណ្ដាមនុស្សដែលកាក់ពីស្ត្រីមកនោះគ្មានអ្នកណាបានធំជាងយ៉ូហានបាទីសទេប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរឋានសួគ៌នោះធំជាងគាត់ហើយចឹងយ៉ូហានបាទីសនឹងជាមនុស្សដែលធំមែនទែនហើយមនុស្សដែលជឿដល់ព្រះយេស៊ូវហើយតាមព្រះយេស៊ូវឲ្យធ្វើជាអ្នកធំក្នុងនគរឋានសួគ៌ផងដែរដូច្នេះយើងមានគំរូពីរនៅមុខយើងក្នុងរឿងនេះតើបងប្អូននឹងតាមគំរូមួយណាស្ដេចហេរ៉ុតដែលជាមនុស្សសាវ៉ាជាមនុស្សមានចិត្តពីរដែលស្រឡាញ់អំពើបាបមិនព្រមប្រែចិត្តជាមនុស្សដែលចូលចិត្តស្ដាប់ធម៌ប៉ុន្តែមិនចង់ធ្វើតាមឬតើបងប្អូនចង់ធ្វើដូចលោកយ៉ូហានដែលបានជឿដល់ព្រះជាម្ចាស់ដោយអស់ពីចិត្តដែលត្រូវគេបៀតបៀនដោយសារសេរីសុចរិតដែលបានទ្រាំទ្របានរងទុក្ខវេទនារហូតដល់សេរីស្លាប់បានធ្វើស្មោះត្រង់នឹងព្រះជាម្ចាស់សូមឲ្យយើងទាំងអស់គ្នាបានជឿដល់ព្រះយេស៊ូវដោយអស់ពីចិត្តឲ្យយើងសម្រេចចិត្តដាច់ខាតថាយើងនឹងធ្វើស្មោះត្រង់យើងនឹងតាមព្រះអង្គទោះបីយើងជួបការបៀតបៀនយ៉ាងណាក៏ដោយសូមព្រះជាម្ចាស់ប្រទានពរសូមជម្រាបលា